ដល់8 ម៉ែត្រគុណនឹង20 ម៉ែត្របងប្អូននេះតង់ខ្មៅ UV ដែលបងកាត់កំងយកទៅក្រាលបាតត្រាស់ដើម្បីស្តុកទឹកស្រោចទៅលើដំណាំរបស់គាត់បងប្អូនអញ្ចឹងបងប្អូនជាការដែលមានជាការពិសេសដូចជាការតារ៉េនការសាវម៉ាវហើយជាការដំណាំគ្រប់ប្រភេទបងប្អូនគាត់ធ្វើការកាយស្រះហើយបន្ទាប់មកគាត់ធ្វើការទិញតង់ប្រភេទតង់ខ្មៅ UV នេះយកទៅក្រាលបាតត្រាស់គាត់តែម្ដងដើម្បីស្តុកទឹកប្រភេទតង់ខ្មៅនេះនៅពេលដែលផ្ទៃដែលអត់ប៉ះទឹកបាទផ្ទៃដែលអត់ប៉ះទឹកគឺអត់ងាយផុយទេបាទនៅតែស្វិតនៅតែធន់បាទហើយប៉ះកម្ដៅខ្លាំងក៏នៅតែធន់នៅតែស្វិតបាទអត់ងាយផុយទៅណាទេប្រើបានចាប់ពី5ឆ្នាំឡើងទៅគឺអត់ងាយផុយទេយកទៅបាំងថ្ងៃក៏បានយកទៅក្រាលបាតត្រាស់ក៏បានបងប្អូនយកទៅដាំចតធ្វើអាងចិញ្ចឹមត្រីក៏បានបងប្អូនប្រើបានគ្រប់តម្រូវការតែម្ដងបាទហ្នឹងហើយអញ្ចឹងសម្រាប់ពលមានបន្ថែមបងប្អូនត្រូវការប្រភេទតង់នេះយកទៅប្រើការនៅក្នុងវិស័យកសិកម្មបងប្អូនគាត់តម្លាក់លេខទូរស័ព្ទមួយខ្សែឬក៏ចូលឆាតមកក្រុមការងារខាងបងប្អូននឹងតាក់ទងទៅខាងបងវិញដើម្បីប្រឹក្សាយោបល់ថាត្រូវប្រើតង់ទំហំប៉ុណ្ណាហើយតម្លៃប៉ុណ្ណាហើយប្រភេទតង់អីដែលបងប្អូនត្រូវតែប្រើអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ពលមានបន្ថែមបងប្អូនចូលឆាតឬក៏តម្លាក់លេខទូរស័ព្ទបាទ